បាទសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាដែលចូលទស្សនាវីដេអូរបស់ Channel កសិករស្រែថ្ងៃនេះខ្ញុំអត់មានវីដេអូអីវែងឆ្ងាយទេក៏ប៉ុន្តែមួយរយៈនេះគឺថាពិភពលោកយើងមាននៅបាតុភូតមិនមែនជាចម្លែកទេគឺជាបាតុភូតមួយដែលវាអាចនាំផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់ប្រជាជននៅទូទាំងពិភពលោកផងដែរដែលយើងទាំងអស់គ្នាស្គាល់ថាជាបាតុភូតអែលនីញ៉ូអញ្ចឹងបាតុភូតអែលនីញ៉ូនេះវាមានផលប៉ះពាល់ធ្ងន់ធ្ងរមែនទែនជាពិសេសនៅប្រទេសកម្ពុជាយើងដែលជាប្រទេសដែលពឹងផ្អែកទៅលើការធ្វើកសិកម្មដាំដុះពឹងផ្អែកទៅលើវិស័យកសិកម្មជាចម្បងដូច្នេះបាតុភូតអែលនីញ៉ូនឹងធ្វើឲ្យប៉ះពាល់ដល់កម្ពុជាយើងដូច្នេះសូមពុកម៉ែបងប្អូនមាននៅការសិក្សាស្វែងយល់អំពីបាតុភូតអែលនីញ៉ូនេះឲ្យបានច្រើននិងតាមដានព័ត៌មានប្រភពជាក់លាក់ណាមួយដែលអាចទុកចិត្តបានដើម្បីបង្កើនទប់ស្កាត់